សួរថាតើមានលុយមានអំណាចមែនទេមានលុយអត់មានអំណាចទេប៉ុន្តែមានឥទ្ធិពលហើយកុំឲ្យនាំគ្នាយល់ខុសថាមានលុយមានអំណាចប៉ុន្តែបើមានអំណាចទើបមានលុយឥឡូវបើសិនជាស្ដេចផែនដីហើយនឹងលុយមួយផែនដីយកមួយណាតើយកស្ដេចផែនដីឬក៏យកលុយមួយផែនដីអញ្ចឹងយើងគិតមើលលុយវាគ្រាន់តែមានឥទ្ធិពលទេប៉ុន្តែអំណាចគឺធំជាងលុយអ្នកដែលមានអំណាចគឺមានលុយប៉ុន្តែអ្នកដែលមានលុយអត់ប្រកាសថាមានអំណាចទេអ្នកដែលមានលុយគឺគ្រាន់តែមានឥទ្ធិពលតើនៅក្នុងសង្គមហ្នឹងអូគាត់មានលុយហើយចង្ការមានលុយហ្នឹងអាចទៅហូបបាយជាមួយនឹងមានអំណាចបានតែពេលដែលមានរឿងបាត់ល្មើសបាត់អីអ្នកមានអំណាចចាប់អាអ្នកមានលុយនឹងខ្វាយទេណាច្បាប់គឺច្បាប់ប៉ុន្តែយើងលើកដំកើងលុយរហូតដល់ថាលុយគឺជាអំណាចការពិតអំណាចនៅក្នុងក្របខ័ណ្ឌជារបៀបឥទ្ធិពលអំណាចនៅក្នុងក្របខ័ណ្ឌជារបៀបដោះដូរបានតែដូចយើងបានដឹងហើយថាគ្រប់រឿងទាំងអស់វាមិនមែនសុទ្ធតែអាចដោះដូរបានទេវាមានរឿងច្រើនដោះដូរបានតែរឿងមួយចំនួនមិនអាចដោះដូរបានទេអំណាចត្រូវបានតែងតាំងឬអំណាចត្រូវបានកំណត់អំណាចគឺមានលទ្ធភាពទាំងអស់ប៉ុន្តែលុយអត់ទេណាតែអ្នកឯងធ្វើខុសច្បាប់អ្នកខ្លះថាធ្វើខុសច្បាប់យកលុយទៅសោកនៅមានអំណាចសោកបានតែមនុស្សមួយចំនួនទេដែលមានខួរក្បាលរកផែលអត់មានមនសិការដំកតិទេប៉ុន្តែទៅសោកស្ដេចផែនដីដែលមានសតិសម្បញ្ញៈមនសិការអ្នកឯងធ្វើខុសគឺធ្វើខុសហើយអញ្ចឹងសួរថាតើយើងត្រូវរកលុយអត់ចុះទេមិនបានមិនត្រូវរកលុយជាឧបករណ៍ក្នុងការដោះដូរក្នុងការចាយវាអាចជួយយើងបំពេញតម្រូវការបានច្រើនវាគ្រាន់តែថាมันអាចទិញជីវិតបានมันអាចទិញពេលវេលាបានมันអាចទិញសុខភាពបានมันអាចទិញឧត្តមគតិសតិសម្បជញ្ញៈរបស់មនុស្សថ្លៃថ្នូរបានប៉ុន្តែបើយើងយកលុយមកប្រើការបានតាមកប្រើការអីព្យាបាលសុខភាពហូបកាទៀវកាហ្វេទិញកាដូគ្រីស្មាស់អ្នកខ្លះអត់បានកាដូអត់បានលុយមុខស្អុយប៉ែដែរអ្នកខ្លះទៀតអត់មានលុយអត់ជឿជាក់លើខ្លួនឯងនៅក្នុងការទំនាក់ទំនងស្នេហាដែរអ្នកខ្លះទៀតបែកបាក់គ្រួសារដោយសារតែអត់មានលុយការអត់មានលុយវាពិបាកក្នុងការរស់នៅយើងត្រូវតែរកលុយប៉ុន្តែសូមកុំអាងថាមានលុយគឺមានអំណាចមិនមែនទេមានអំណាចគឺមានអំណាចហើយអំណាចដែលយើងទាំងអស់គ្នាដែលស្ថិតនៅក្រោមអំណាចទាំងអស់គ្នាគឺអំណាចច្បាប់ហ្នឹងកុំឲ្យសោះធ្វើខុសច្បាប់កុំធ្វើខុសច្បាប់ឲ្យសោះលុយមិនអាចជួយបានទេណាអំណាចនៃការកាន់ច្បាប់អំណាចនៃការចាត់ចែងច្បាប់គ្រប់គ្រងច្បាប់គឺគេនឹងធ្វើតាមច្បាប់ធ្វើតាមបទបញ្ញត្តិរបស់ច្បាប់អត់លុយគេមើលងាយនៅពេលដែលយើងអត់លុយមនុស្សភាគច្រើនគឺមើលងាយយើងមានតែមនុស្សភាគតិចប៉ុណ្ណោះដែលយល់ពីហេតុផលរបស់យើងបើទោះជាយើងខិតខំប្រឹងប្រែងតស៊ូអត់ធ្មត់ព្យាយាមនិងឧស្សាហ៍យ៉ាងណាក៏ដោយប៉ុន្តែជីវិតយើងវាជួបបញ្ហាលុយកាក់ដោយសារថាការរកស៊ីខាតដោយសារថាជំងឺដោយសារថាសុខភាពដោយសារថាបញ្ហាគ្រួសារដោយសារថាបញ្ហាសកលលៈនឹងលៈមនុស្សភាគតិចដែលយល់ពីហេតុផលរបស់យើងអញ្ចឹងប៉ុន្តែមនុស្សភាគច្រើនអត់យល់ពីហេតុផលយើងទេគេមើលងាយគេមើលស្រាលគេមិនឲ្យតម្លៃហើយគេអាចនឹងគិតថាយើងនឹងមិនមានថ្ងៃខ្លាចជាអ្នកមានឬក៏ឡើងវិញទេយ៉ាងណាវាជាធម្មជាតិរបស់ចិត្តរបស់សត្វលោកដែលយើងត្រូវតែចងចាំចំពោះការដែលគេមើលងាយចងចាំចំពោះការដែលគេមិនឲ្យតម្លៃចងចាំចំពោះការដែលគេមិនឲ្យខ្ចីឬក៏យើងជំពាក់គេសម្រុកមកទាខណៈពេលដែលយើងពិតជាទាល់ច្រកក្នុងការរកលុយភ្លាមដោយប្រើពេលខ្លីប៉ុន្តែយើងពិតជាមិនទាល់ច្រកក្នុងជីវិតទេឲ្យតែមានពេលមានឱកាសយើងអាចនឹងរកបានយ៉ាងណាយើងបានត្រឹមតែចងចាំហើយយើងត្រូវខំរកលុយទៅវាអត់មានអីក្រៅអំពីការខំរកលុយឲ្យបានច្រើនដោយរកបណ្ដាគិតបណ្ដាអភិវឌ្ឍបណ្ដាបង្កើនកូនចៅលុយកាក់ឲ្យបានច្រើនពេលមានបានយើងត្រូវចេះសន្សំចំចៃហើយយកលុយទៅវិនិយោគដោយប្រុងប្រយ័ត្នកុំឲ្យភ្លាត់ស្នៀតទៀតឬក៏កុំឲ្យយើងនៅតែក្រខ្វះខាតតទៅទៀតត្រូវតែខំរកលុយដើម្បីឲ្យមានស្ថិរភាពហិរញ្ញវត្ថុទៅជីវិតរបស់យើងមានស្ថិរភាពនិងមានតម្លៃឬក៏មិនត្រូវបានមនុស្សភាគច្រើនមើលងាយមើលស្រាលលើយើងត្រូវស្រឡាញ់លុយប៉ុន្តែមិនត្រូវឈួតវង្វេងឬក៏ឆ្លក់វង្វេងនឹងលុយទេយើងត្រូវតែស្រឡាញ់លុយទើបយើងមានលុយទើបយើងសល់លុយកាលណាបើយើងស្រឡាញ់លុយគឺយើងចង់បានលុយវាដូចជាថាយើងស្រឡាញ់ប្រពន្ធយើងនឹងខំប្រឹងដើម្បីរកប្រពន្ធយើងស្រឡាញ់ប្រពន្ធយើងរកប្រពន្ធហើយតែយើងមិនតាន់ស្រឡាញ់ទេយើងមិនតាន់យកប្រពន្ធទេយើងស្រឡាញ់លុយយើងនឹងខំរកលុយហើយពេលដែលយើងបានលុយមកយើងចេះទុកដាក់យើងចេះថែរក្សាយើងចេះសន្សំអ្នកដែលមិនស្រឡាញ់លុយពេលបានលុយមកចាយទៅវិញអស់មិនចេះទុកដាក់មិនចេះសន្សំយើងធ្លាប់ឮមនុស្សជាច្រើនបាននិយាយថាមានលុយមិនសល់មានលុយមិនសល់អាមានលុយទិញទួចហ្នឹងអត់សល់ទេទិញនេះទិញនោះទុកមិនគង់ទុកមិន
មិននៅនេះមកពីគាត់មិនទាន់ចេះស្រឡាញ់លុយបើសិនជាថាមានភាពចាំបាច់ខ្លាំងបំផុតនៅក្នុងរឿងសុខភាពឬក៏ចំណាយចាំបាច់អានឹងមិនលើកមកនិយាយទេប៉ុន្តែរឿងដែលចាយកំពេចកំប៉ុកដែលអាចថាមិនចាយបានប៉ុន្តែចាយមានលុយមកមិនសល់មានលុយមកចេញទៅវិញអស់ហ្នឹងគឺមកពីមិនស្រឡាញ់លុយតែមិនស្រឡាញ់លុយគឺមិនថែទាំលុយឬក៏មិនចេះទុកដាក់លុយឬក៏មិនចេះសន្សំលុយហើយអ្វីក៏ដោយបើយើងស្រឡាញ់យើងមិនឲ្យវាចេញពីដៃយើងទៅទេប៉ុន្តែបើយើងមិនស្រឡាញ់ពេលខ្លះយើងគ្រាន់តែថាចង់បានអត់ស្រឡាញ់គឺអត់បានថិតថេរនៅជាប់នឹងយើងទេឥឡូវយើងគិតឲ្យបានស៊ីជម្រៅបន្តិចកុំគ្រាន់តែគិតលើអណ្ដាតគិតឲ្យបានស៊ីជម្រៅថាតើយើងស្រឡាញ់លុយនឹងស្រឡាញ់មិនស្រឡាញ់លុយគ្រាន់តែថាចង់ខ្លាយទៅជាអ្នកមានណាឬក៏ស្រឡាញ់លុយដោយសារឃើញគេអ្នកមានណាបើបែបហ្នឹងសើសើទេយើងមិនទាន់គិតដល់រឿងរ៉ាវល្អិតល្អន់នៅក្នុងលុយទេយើងត្រូវគិតថាលុយនឹងយកមកធ្វើអីខ្លះបានលុយយកមកគត់ផ្គង់ជីវភាពទិញចំណីអាហារឆ្ងាញ់ជូនម៉ែជូនឪឧបត្ថម្ភបច្ច័យ4ដល់ម៉ែឪធ្វើផ្ទះធ្វើសម្បែងឲ្យលុយទៅកូនរៀនធ្វើផ្ទះឲ្យបានល្អស្អាតឲ្យប្រពន្ធកូននៅទិញគ្រឿងអលង្ការដើរលេងទេសចរចាយហូបនេះហូបនោះលាក់នឹងលាក់ពោលគឺយើងគិតទៅមកកម្រិតទៀតនៃការប្រើប្រាស់លុយទៅយើងមានសម្រាប់ចំពោះលុយបើកាលណាយើងមានសម្រាប់ចំពោះលុយយើងគឺស្រឡាញ់លុយដោយគ្រាន់តែពាក្យថាយកប្រពន្ធមកធ្វើអីយកប្រពន្ធមកធ្វើអីបើថាយកប្រពន្ធមកអបថើបយើងសម័យអារឿងអបថើបនោះសម័យទៅយើងព្រឺសបល់និយាយថាទិញឡានមកមានឡានមកលុយឆាយទំនើបគិតឲ្យដល់ជ្រៅជាងនឹងទៀតថាទិញឡានមកអាឡានទំនើបហ្នឹងវាសុវត្ថិភាពវាអំភើបណាជីទៅវាអត់មានការបារម្ភបើសិនជាមានកូនមានចៅជិះជាមួយទៀតអានោះយើងគិតឲ្យវាមានចូលមកកលៈដល់ថ្នាក់អារម្មណ៍នោះបានវារំភើបហើយយើងគ្រាន់តែនិយាយថាលោតឆាត់យោងបើសិនយើងគិតថាលោតឆាត់យោងខ្ពស់ណាស់ធ្លាក់មកក៏លួចប្រហោងពោះភើតពោះថ្លើមប្រមាត់បេះដូងអីឡើងលើអស់ហើយអានោះយើងព្រឺសម្បល់យើងភ័យយើងព្រឺព្រួចអញ្ចឹងការស្រឡាញ់លុយហ្នឹងគឺកុំគ្រាន់តែមាត់និយាយពិចារណាថាលុយហ្នឹងយកមកធ្វើអីក្នុងការបានជាប្រយោជន៍បំពេញតម្រូវការរបស់ខ្លួនព្រមទាំងមនុស្សដែលជាទីស្រឡាញ់ឬក៏ជួយដល់សង្គមសង្គមហ្នឹងគិតទៀតគិតថាជួយដល់សង្គមណាជួយធ្វើសាលារៀនទៅបានក្មេងៗរៀនជួយទៅដល់ជនពិការទៅជួយទៅដល់អ្នកក្រីក្រអញ្ចឹងនៅពេលដែលយើងឃើញថាអ្នកក្រីក្រឬក៏ជនពិការហ្នឹងទទួលបានសមិទ្ធផលដែលយើងជូនគាត់ណាគាត់ប្រើប្រាស់ទៅបានជាប្រយោជន៍យើងឃើញគាត់បានជាប្រយោជន៍យើងសប្បាយចិត្តទេយើងសប្បាយចិត្តបើសិនជាមនុស្សម្នាក់កំពុងតែអត់ឃ្លានឬក៏គ្រួសាររបស់គាត់ត្រូវការថ្នាំពេទ្យគាត់អត់មានលុយទេហើយស្រាប់តែយើងទៅជួយគាត់ពី$3,000គាត់គ្រាន់តែបានពី$2,000មកគាត់លើកសាច់ញាតិគាត់នឹង3ទៅពេទ្យយ៉ាងចេញទឹកភ្នែករហេមរហាមយើងឃើញអតិថិភាពអញ្ចឹងយើងស្ទង់អារម្មណ៍យើងឲ្យដល់អញ្ចឹងយើងរំភើបណាយើងអាណិតគាត់ហើយដល់ពេលយើងឃើញគាត់បានទៅពេទ្យយើងសប្បាយចិត្តរហូតដល់រំភើបហើយបើសិនជាយើងមានលុយច្រើនបានជួយទៅដល់អ្នកក្រីក្របានជួយទៅដល់ក្មេងៗដែលពិការជនពិការបានជួយទៅដល់មនុស្សដែលកំពុងរងទុក្ខលំបាកវេទនានោះនៅពេលដែលយើងស្រមៃថាបើគាត់ទទួលបានលុយរបស់យើងទទួលបានអំណោយពីយើងតើយើងរំភើបប៉ុណ្ណាយើងរំភើបដល់ថ្នាក់ថាយើងនឹងចេញទឹកភ្នែកសំបីខ្ញុំនិយាយបែបនេះក៏ខ្ញុំរៀងអួលដើមកអាហ្នឹងយើងរំភើបអញ្ចឹងហើយបើថាយើងស្រឡាញ់លុយឲ្យយើងពិចារណាថាតើលុយហ្នឹងយកទៅប្រើការអីបានជាប្រយោជន៍អីបើបានជាប្រយោជន៍អីហ្នឹងយើងខំប្រឹងរកលុយខំប្រឹងសន្សំលុយខំប្រឹងប្រើប្រាស់លុយបានជាប្រយោជន៍ហើយលុយវានឹងកើតជាមួយនឹងអ្នកណាដែលស្រឡាញ់វានឹងយល់ពីតម្លៃរបស់វាពិតប្រាកដយើងមិនត្រូវស្រឡាញ់លុយជាងមនុស្សទេស្រឡាញ់លុយជាងមនុស្សមានន័យថាល្ងងហើយអត់ដឹងថាអ្វីដែលសំខាន់ជាងគេបំផុតនៅក្នុងជីវិតហ្នឹងទេនៅក្នុងជីវិតនេះអ្វីដែលសំខាន់ជាងគេគឺសាច់ឈាមបេះដូងនេះការរស់នៅរាប់អានគ្នាដែលពោពេញដោយឬក៏មានមនោសញ្ចេតនាមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមកបើសិនយើងចាត់ទុកថាលុយវាសំខាន់ហើយយើងបាត់បង់មិត្តភាពបាត់បង់សាច់ញាតិយើងទៅរាប់អានណាហើយបើយើងរស់ដោយមានតែលុយអត់មានសរសៃសរសោងមនោសញ្ចេតនាវាមិនខុសពីគល់តកោទេវាមិនខុសពីដើមឈើទេមានន័យអីឥឡូវបើមិនជឿដេកអោបគល់តកោដេកអោបដើមត្នោតមើលមានន័យអីវាមិនមានន័យប្រហែលយើងអង្គុយផឹកទឹកតែជាមួយមនុស្សដែលស្គាល់គ្នាឬក៏រាប់អានគ្នាទេអ្នកខ្លះលះបង់ស្នេហាដ៏បរិសុទ្ធដោយសារតែលុយហើយទៅអោបថ្មទៅអោបគល់ឈើទៅអោបមនុស្សថ្មីប៉ុន្តែមនុស្សថ្មីនោះជាមនុស្សដែលមានតែលុយឬក៏ឋានៈតំណែងនោះមានសរសៃមនោសញ្ចេតនាបេះដូងឈាមស្រស់ណាអ្នកខ្លះទៀតបានក្បត់មិត្តភក្តិដើម្បីលុយឲ្យតម្លៃលើលុយជាងមិត្តភាពជាមនុស្សឯកោបំផុតហើយអត់មានន័យខ្លឹមសារទេថ្ងៃក្រោយជួបតែមនុស្សក្បត់ឬក៏ថ្ងៃក្រោយជួបតែមនុស្សคล้ายចុះបើខ្លួនឯងនឹងវាអត់មានពិតប្រាកដចំពោះអ្នកដទៃផងតែរកមនុស្សពិតប្រាកដយ៉ាងមិនកើតយ៉ាងមិនឃើញអ្នកខ្លះទៀតបានលះបង់គ្រួសារដើម្បីលុយ
កាន់តែធ្ងន់ធ្ងរថែមទៀតទេទៅជាលុយសំខាន់ជាងគ្រួសារទៅទៀតហើយគិតទ្រាប់អានអ្វីវិញនៅជាមួយសត្វចិញ្ចឹមហ៎គ្រួសារសាច់ញាតិមិត្តភាពស្នេហាក្រុមការងារការរាប់អានមនោសញ្ចេតនាមានតម្លៃខ្លាំងណាស់វាធ្វើឲ្យមានសម្រើបដល់បេះដូងក្រៅពីនោះអត់មានសម្រើបដល់បេះដូងទេអត់មានក្តីរំភើបអត់មានមនោសញ្ចេតនាស្រាបស្រាលស្រួលឬក៏សប្បាយរីករាយក្នុងជីវិតទេ